សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំមានព័ត៌មានទាន់ហេតុការណ៍មួយគឺលោកប្រធានាធិបតី Donald Trump នៃសហរដ្ឋអាមេរិកបានបញ្ចប់ការសន្ទនាតាមទូរស័ព្ទជាមួយនឹងមេដឹកនាំថៃនិងមេដឹកនាំកម្ពុជាហើយមុននេះបន្តិចលោកបានសរសេរបង្ហោះសារតាមបណ្ដាញសង្គម Truth Social របស់លោកអំពីលទ្ធផលនៃការជួបសន្ទនាគ្នាតាមទូរស័ព្ទនោះហើយខ្ញុំសូមបកប្រែក្រៅប្រការជូនដូចតទៅនៅព្រឹកនេះខ្ញុំមានការសន្ទនាគ្នាដ៏ល្អជាមួយនាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរគុលនិងលោកនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតអំពីការផ្ទុះឡើងវិញដ៏អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់ពួកគេមេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដែលមានប្រសិទ្ធភាពនៅល្ងាចនេះហើយត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយនឹងខ្ញុំនិងជាមួយនឹងមេដឹកនាំទាំងពីរដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមគ្រាប់បែកដែលផ្ទុះតាមដងផ្លូវដើមឡើយបានសម្លាប់និងធ្វើឲ្យទាហានថៃជាច្រើនអ្នករងរបួសគឺជាឧបទ្ទវហេតុមួយប៉ុន្តែប្រទេសថៃបានសងសឹកយ៉ាងខ្លាំងក្លាប្រទេសទាំងពីរបានត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាពនិងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកវាជាកិត្តិយសរបស់ខ្ញុំក្នុងការធ្វើការជាមួយនឹងលោកអនុทิននិងលោកហ៊ុនម៉ាណែតក្នុងការដោះស្រាយអ្វីដែលអាចវិវត្តទៅជាសង្គ្រាមដ៏ធំមួយរវាងប្រទេសដ៏អស្ចារ្យនិងរីកចម្រើនទាំងពីរខ្ញុំក៏សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមចំពោះជំនួយរបស់លោកក្នុងបញ្ហាដ៏សំខាន់នេះហើយនៅមុនការបង្ហោះសាររបស់លោកប្រធានាធិបតីនោះគឺលោកអនុทิនឆាន់វីរគុលនាយករដ្ឋមន្ត្រីនៃប្រទេសថៃក៏បានផ្ដល់សន្និសីទសារព័ត៌មានផ្ដល់អ្នកសារព័ត៌មានផងដែរដូច្នេះខ្ញុំសូមជូនពីខាងនាយករដ្ឋមន្ត្រីថៃម្ដងនាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរគុលបាននិយាយថាលោកប្រធានាធិបតី Donald Trump បានសម្ដែងការព្រួយបារម្ភអំពីចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាហើយបានជំរុញឲ្យប្រទេសទាំងពីរគោរពតាមសេចក្តីប្រកាសរួមថ្ងៃទី26ខែតុលាដែលលោកបានជួយសម្របសម្រួលលោកអនុทิនបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃសុក្រថាលោកបានប្រាប់លោកត្រាំក្នុងការហៅទូរស័ព្ទថាប្រទេសថៃបានប្រកាន់ខ្ជាប់នៅអ្វីដែលហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរហើយថាប្រទេសកម្ពុជាបានរំលោភលើវាដោយបានបណ្ដាលឲ្យបាត់បង់ជីវិតនិងជំរុញឲ្យប្រទេសថៃសងសឹកលោកអនុทิនបានប្រាប់អ្នកយកព័ត៌មានថាខ្ញុំទៅពន្យល់ទៅលោកត្រាំថាយើងមិនមែនជាអ្នកឈ្លានពានទេហើយយើងគ្រាន់តែសងសឹកដើម្បីឲ្យពួកគេយល់ថាពួកគេមិនគួររញ៉េរញ៉ៃជាមួយពួកយើងលោកបាននិយាយថាលោកយល់ហើយរដ្ឋមន្ត្រីការបរទេសរបស់យើងអាចទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងការបរទេស Rubio នៅពេលណាក៏បានហើយខ្ញុំក៏អាចទូរស័ព្ទទៅលោកនៅពេលណាក៏បានដែរសេតាវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសមអត្ថាធិប្បាយនោះទេនៅពេលនេះគឺសារព័ត៌មាន Bloomberg បានតាក់ទងទៅសេតាវិមានដើម្បីចង់ដឹងអំពីបញ្ហានេះក៏ប៉ុន្តែមិនទាន់បានទទួលចម្លើយទេណាលោកអនុทิនបាននិយាយថាលោកបានប្រាប់មេដឹកនាំអាមេរិកថាលោកត្រាំគួរតែនិយាយជាមួយនឹងប្រទេសកម្ពុជាដែលត្រូវបញ្ឈប់នៅអ្វីៗទាំងអស់ជាមុនសិនហើយស្ដីអំពីពាណិជ្ជកម្មវិញលោកអនុทิនបាននិយាយថាលោកត្រាំបានលើកឡើងអំពីបញ្ហានេះហើយបានសួរទៅលោកអនុทิនថាតើការចរចាដំណើរការយ៉ាងដូចម្តេចលោកអនុทิនបាននិយាយថាលោកត្រាំហាក់ដូចជាមិនបានប្រើប្រាស់កិច្ចចរចាពាណិជ្ជកម្មដើម្បីដាក់សម្ពាធទៅលើប្រទេសថៃដោយសារតែការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែននោះទេដោយលោកបន្ថែមថាលោកត្រាំថែមទាំងបានសន្យាថានឹងផ្ដល់ឲ្យប្រទេសថៃនៅកិច្ចព្រមព្រៀងល្អជាងពេលបច្ចុប្បន្នហើយប្រិមិត្តដឹងហើយគឺបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីលើកមុនគឺប្រទេសថៃហើយនិងកម្ពុជាទទួលបានពន្ធគយពីខាងសហរដ្ឋអាមេរិកហ្នឹងគឺចំនួន19%ណា19%ហើយឥឡូវនេះគឺលោកអនុทิនគាត់ថាគាត់លោកប្រធានាធិបតី Donald Trump បានសន្យាថាឲ្យច្រើនជាងចុះទាបជាងហ្នឹងបាទប៉ុន្តែតើការពិតយ៉ាងណាមិនទាន់ដឹងឡើយទេហើយខ្ញុំបានព្យាយាមរកមើលតាមទំព័រ Facebook របស់ថ្នាក់ដឹកនាំកម្ពុជាគឺលោកហ៊ុនម៉ាណែតដែរប៉ុន្តែមកដល់ត្រឹមម៉ោងដែលខ្ញុំថតនេះគឺអត់ទាន់
បានឃើញនៅឡើយទេប្រសិនបើមានការបង្ហោះតាមបណ្ដាញសង្គមឬក៏ការថ្លែងរបស់មេដឹកនាំកម្ពុជាខ្ញុំនឹងជម្រាបជូនប្រិយមិត្តបន្តទៀតបាទសូមអរគុណសូមជម្រាបលា